មុនពេលតួឯងជាប់អន្ទាក់នៅទីនោះគាត់បានទៅជួបអង់ដ្រេក្លាន់ហើយប្រាប់ពួកគេថាខ្ញុំមិនចង់លះបង់ជីវិតរបស់ខ្ញុំដើម្បីប្រយុទ្ធឃ្លារវាងនាងទេប្រសិនបើដូច្នេះនោះគឺជាកន្លែងតែមួយគត់ដែលខ្ញុំអាចជួយបានពេលនោះហើយដែលអង់ដ្រេក្លាន់និយាយថាស្នាក់នៅទីនោះទៅរុនខេនដែលឯងមិនអាចផ្លាស់ប្ដូរអ្វីបានទេប៉ុន្តែតួឯកបានប្រើវេទមន្តពន្លឺរបស់គាត់ដើម្បីធ្វើឲ្យភ្នែករបស់គាត់ព្រិលហើយវាប្រហារគាត់ដោយដាវរបស់គាត់តួឯកគិតថាវាមិនអីទេខ្ញុំនឹងវាប្រហារមួយទៀតប៉ុន្តែភ្លាមៗនោះនាគខ្យល់បានវាប្រហារតួឯករបស់យើងដោយកន្ទុយរបស់វាហើយបោះគាត់ទៅឆ្ងាយពេលដែលការវាប្រហារដ៏ធំទាំងពីរនោះហៀបនឹងវាប្រហារតួឯករបស់យើងគាត់ក៏បានហៅបងស្រីរបស់គាត់ហើយបងស្រីរបស់គាត់ក៏បានលេចមកនៅទីនោះភ្លាមនៅវិនាទីបន្ទាប់ពេលដែលនាងមកដល់ភ្លាមនាងបានកាត់ផ្តិចទាំងការវាប្រហារដោយខ្យល់និងការវាប្រហាររបស់បិសាចគ្រាប់បាល់អហ្គុននាងនិយាយថាឯងមិនដែលតាក់ទងខ្ញុំពីមុនមកទេដូច្នេះខ្ញុំគិតថាឯងមិនអាចដោះស្រាយស្ថានភាពនេះបានទេព្រោះប្រុសពៅជាទីស្រឡាញ់របស់ខ្ញុំពេលដែលអង់ដ្រីក្លានបានឃើញដូច្នេះគាត់ក៏គិតថានេះមិនមែនជាត្រីបាឡែនសទេឬលូណាបានណែនាំខ្លួននាងថាជាអនុប្រធាននៃត្រកូល Zipper នាងបន្តថាហើយមាននាគខ្យល់ទៀតវាត្រូវតែជារឿងធំមួយហើយដែលប្អូនប្រុសខ្ញុំហៅខ្ញុំវាជារឿងល្អដែលឯងអាចទប់ទល់បានយូរបែបនេះទល់នឹងគូប្រជែងទាំងនេះជីនតើឯងឈឺចាប់ទេតួឯងឆ្លើយថាតាមពិតខ្ញុំហៀបនឹងត្រូវចាប់ដោយការវាប្រហារនោះប៉ុន្តែបងមកទាន់ពេលណាស់បងស្រីបន្ទាប់មកលូណាបានសួរថាអង់ដ្រេ Zipper តើឯងនៅតែស្ងៀមទៀតទេឯងត្រូវពន្យល់ខ្ញុំឥឡូវនេះថាឯងមានបញ្ហាអ្វីជាមួយប្អូនប្រុសរបស់ខ្ញុំតួឯងគិតថាឥឡូវនេះសត្រូវរបស់យើងគឺជាអនុប្រធាននៃត្រកូល Zipper និងនាគខ្យល់ដែលបានស្លាប់ហើយត្រឡប់មកវិញជាមួយនឹងធម្មពលដទេវភាពដោយសារតែវត្ថុបុរាណមួយដូច្នេះខ្ញុំមិនប្រកាសទេថាបងស្រីខ្ញុំអាចដោះស្រាយស្ថានភាពនេះបានប៉ុន្តែឥឡូវនេះខ្ញុំដឹងច្បាស់ហើយការប្រយុទ្ធនេះបានចប់សពគ្រប់ហើយមូរ៉ាហ្គាន់បានដើរមកហើយនិយាយថាតោះទៅខ្ញុំសុំទោសដោយសារតែពួកគេបានគប់គ្រឿងខ្យល់ខ្ញុំមិនអាចហត់ឡើងនិងទប់ស្កាត់ការវាប្រហារនោះបានទេប៉ុន្តែយ៉ាងណាក៏ដោយឯងមានបងស្រីល្អម្នាក់បើទោះជានាងយឺតបន្តិចក៏ដោយការវាប្រហារនោះនឹងវាប្រហារឯងហើយឯងនឹងស្លាប់ពេលនោះហើយដែលបិសាចនោះចាប់ផ្ដើមព្យាបាលគាត់អង់ដ្រេក្លាន់និយាយថាខ្ញុំមិនដែលគិតថាឯងនឹងមកទីនេះទេត្រីបាឡែនសប៉ុន្តែឥឡូវនេះខ្ញុំយល់ច្បាស់មើលរឿងរុនខេនដែលបានបំពេញការសន្យាកិច្ចសន្យាដែលបានធ្វើជាមួយត្រកូល Zipper លូណារុនខេនដែលប្អូនប្រុសរបស់ឯងបានប្រើវេទមន្តត្រកូល Zipper នឹងមិនទុកឲ្យរឿងនេះកន្លងផុតទៅឡើយលូណាឆ្លើយថាខ្ញុំយល់ហើយប៉ុន្តែកុំបារម្ភឯងប្រាប់ពួកគេបានតែប្រសិនបើឯងចេញពីទីនេះទៅទាំងរស់អង់ដ្រេក្លាន់តបថាម៉េចក៏ឯងហ៊ាននិយាយជាមួយខ្ញុំបែបនេះទៅបញ្ចប់វាទៅហើយបញ្ជូនបេសាចក្រាប់បាល់អវិនឲ្យវាប្រហារប៉ុន្តែលូណាបានបំផ្លាញវាទៅជាភ័ក្រដោយការវាប្រហារតែមួយឃើញតែនេះគាត់ក៏ឈរស្ងៀមស្ងាត់លូណានិយាយថាពួក Zipper ទាំងអស់ដែលខ្ញុំធ្លាប់ឃើញពីមុនមកគ្រាន់តែចេះតែនិយាយប៉ុណ្ណោះហាក់ដូចជាអនុប្រធាននៃត្រកូលនេះក៏ដូចគ្នាដែរហើយនាងក៏ទៅវាប្រហារប៉ុន្តែនាងបានវាប្រហារគាត់ទេនាងបានហួកគាត់ទៅហើយកាត់នាគខ្យល់ជាដុំនាងនិយាយថាតើឯងនឹងនៅធំយ៉ាងនេះទេឬឯងនឹងផ្លាស់ប្ដូរទៅជាមនុស្សវាល្អសម្រាប់ខ្ញុំប្រសិនបើឯងនៅបែបនេះព្រោះខ្ញុំអាចកាត់ឯងបានច្រើនកន្លែងទៀតនាគខ្យល់មិនមានជម្រើសខ្សែងទៀតទេហើយបានផ្លាស់ប្ដូរទៅជាទម្រង់មនុស្សរបស់វាបន្ទាប់មកដោយប្រើធម្មពលខ្យល់របស់វាបានបង្កើតលំពែងខ្យល់ហើយដោយសារតែវាបានកាត់ឡើងវិញតាមរយៈធម្មពលនៃបិសាចវាក៏មានធម្មពលនោះដែរវាបានបញ្ចូលគ្នានៅធម្មពលនោះជាមួយនឹងលំពែងខ្យល់នេះលូណាគិតថាធម្មពលនេះពិតជាមិនមែនជាវេទមន្តទេវាស្ទើរតែជាដូចធម្មពលដែលជារបស់នរណាម្នាក់ប៉ុន្តែវាក៏ដូចជាធម្មពលអារក្សដែរប៉ុន្តែនោះត្រូវតែជាហេតុផលតែមួយដើម្បីប្រយុទ្ធដោយប្រើធម្មពលពេញលេញខ្ញុំគិតថាឯងត្រូវការពេលវេលាបន្ថែមទៀតដើម្បីប្រើវត្ថុបុរាណនោះម្ដងទៀតតើនេះជាមូលហេតុដែលឯងប្រយុទ្ធដោយធម្មពលពេញលេញដើម្បីទិញពេលវេលាទេអនុប្រធាននៃត្រកូល Zipper និងនាគខ្យល់ខ្ញុំមិនដែលគិតថាឯងនឹងពឹងផ្អែកលើឧបករណ៍ដ៏គួរឲ្យអាណិតបែបនេះទេតើឯងពិតជាគិតថាវាអាចជួយសង្គ្រោះឯងតាំងពីអ្នកពីខ្ញុំបានទេនាងសួរនាគខ្យល់វាប្រហារដោយលំពែងលូណាកិច្ច
នាងខ្យល់ស្រែកថាឯងនឹងមើលងាយយើងដោយពាក្យរបស់ឯងដល់ពេលណាទៀតលូណាបានទប់លំពេងជំនួសឲ្យការវាយប្រហារពួកគេទាំងពីរបានវាយប្រហារគ្នាទៅវិញទៅមកក្នុងល្បឿនលឿនប៉ុន្តែទីបំផុតលូណាបានបើកការវាយប្រហារដែលគាត់មិនអាចទប់ស្កាត់បានត្រឹមត្រូវដូច្នេះលូណាក៏បានឱកាសមួយឲ្យទាត់នាងខ្យល់ចំពោះពេលដែលគាត់ជឿចាប់លូណានិយាយថាខ្ញុំគិតថានេះគឺជាដែនកំណត់របស់ឯងហើយនាងខ្យល់ខ្ញុំមិនគិតថាឯងមានអ្វីដែលត្រូវបង្ហាញខ្ញុំទៀតទេដូច្នេះខ្ញុំនឹងបញ្ចប់វាឲ្យលឿននេះគឺជាក្បាច់សម្លត់ទី3របស់ Rune Kendall ផ្កាយប្របាទធ្លាក់ផ្កាយប្របាទគឺជាផ្កាយបាញ់វាហាក់ដូចជាពួកវានឹងធ្លាក់ដូចជាភ្លៀងផ្កាយចម្ពោះនេះបញ្ចប់នៅទីនេះនៅក្នុងចម្ពោះបន្ទាប់ពួកគេបានបង្ហាញអ្វីដែលពូរបស់តួឯកបាននិយាយគាត់បាននិយាយថាក្បាច់ដាវរបស់ត្រកូលយើងអាចត្រូវបានពិពណ៌នាជាពាក្យមួយវាគឺជាអំពើហិង្សាដាវរបស់យើងនឹងតែបំផ្លាច់បំផ្លាញប្រយុទ្ធធ្វើឲ្យដៃឯងប្រឡាក់នេះគឺជាផ្នត់គំនិតនៃដាវរបស់យើងនោះហើយជាមូលហេតុដែលដាវរបស់យើងមិនមានទម្រង់អ្វីទាំងអស់ដែលយើងមានគឺបច្ចេកទេសសម្ងាត់និងក្បាច់សម្រាប់សម្រេចចិត្តដែលត្រូវបានរចនាឡើងដើម្បីសម្លាប់សត្រូវគាត់គឺតួឯកកំពុងនឹករឿងនោះនាងគឺលូណាបានប្រើក្បាច់មួយក្នុងចំណោមក្បាច់ទាំងនោះតួឯកឃើញវាហើយគិតថាក្បាច់ផ្កាយប្របាទភ្លៀងនេះពិតជាស្រស់ស្អាតខ្លាំងណាស់ហើយវាក៏មានថាមពលមិនគួរឲ្យជឿដែរដូចនោះដែរវត្ថុដូចជាផ្កាយព្រះបាទជាច្រើនបានធ្លាក់មកលើកន្លែងនោះប៉ុន្តែគាត់អង់ដ្រេនៅតែមានជីវិតអ្វីដែលសំខាន់ជាងនេះទៅទៀតគាត់កំពុងបង្វេងក្នុងគំនិតអំពីអ្វីមួយតើគាត់យ៉ាងម៉េចដែរនាងខ្យល់កំពុងទទួលយកការវាយប្រហារទាំងអស់លើរាងកាយរបស់វាស្រែកថាអង់ដ្រេតើឯងមិនអីទេក្រាកឡើងអង់ដ្រេគាត់កំពុងគិតថាតើនេះអាចទៅរួចដោយរបៀបណានាងមិនមែនជាអ្នកចុះកិច្ចសន្យាដែលបានធ្វើកិច្ចព្រមព្រៀងជាមួយព្រះទេនាងមិនបានប្រើវត្ថុបុរាណផងតើនាងធ្វើបែបនេះដោយរបៀបណាតើនាងបានធ្វើប៉ុណ្ណឹងដោយគ្រាន់តែអំណាចមនុស្សទេគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងនាងខ្យល់និយាយថាវាគ្រប់គ្រាន់ហើយប្រសិនបើឯងកិច្ចចេញពីទីនេះបើឯងកិច្ចយើងនៅតែមានឱកាសក្របពេជ្ររបស់ទេពមានឹងផ្លាស់ប្ដូរស្ថានភាពនេះទាំងស្រុងទោះបីជាខ្ញុំស្លាប់ការពីឯងក៏ដោយឯងអាចប្រើវាដើម្បីនាំខ្ញុំត្រឡប់មកវិញដូចលើកមុនមែនទេគាត់សួរបុរសចំណាស់អង់ដ្រេនិយាយថាបាទនេះមិនទាន់ចប់ទេដរាបណាខ្ញុំមានក្របពេជ្ររបស់ទេពមានេះខ្ញុំនឹងមិនស្លាប់ទេដរាបណាខ្ញុំមាននេះខ្ញុំថែមទាំងអាចខ្លាចជាព្រះទៀតផងនៅក្នុងចម្ពោះមុនពួកគេបានហៅវាថាក្របបោនៃប្រភពដើមនៅទីនេះពួកគេកំពុងហៅវាថាក្របពេជ្ររបស់ទេពមាដូច្នេះប្រហែលជាវាត្រូវបានបំផុសគំនិតដោយរឿងនោះហើយបង្កើតឡើងបន្ទាប់ពីការវាយប្រហារបញ្ចប់សំណល់តូចមួយនៃនាងខ្យល់នៅសល់ដើម្បីរស់ឡើងវិញហាក់ដូចជាផ្នែកដែលនៅសល់ត្រូវបានបំផ្លែងទៅជាផែទាំងស្រុងប៉ុន្តែទោះជាយ៉ាងណាក៏ដោយនាងលូណាគិតក្នុងចិត្តថានេះមិនមានធម៌ពលដោយដាវរបស់ឪពុកខ្ញុំទេប៉ុន្តែនេះនឹងក្លាយជាមេរៀនដ៏ល្អសម្រាប់គាត់វានឹងបង្កើនចំណាប់អារម្មណ៍បន្ថែមទៀតនៅក្នុងខ្លួនគាត់ខ្ញុំមិនអាចឈានដល់កម្រិតនៃធម៌ពលដាវរបស់ឪពុកខ្ញុំបានទេប៉ុន្តែខ្ញុំគិតថាប្អូនប្រពៅរបស់ខ្ញុំពិតជាអាចធ្វើបានខណៈដែលនាងកំពុងគិតនរណាម្នាក់ដូចជាបិសាចដ៏ធំមួយបានមកពីទីនោះតើនរណាគេវាគឺជាបុរសចំណាស់អង់ដ្រេនោះឯងគាត់និយាយថានេះធ្វើឲ្យខ្ញុំបាក់មោទនភាពវាធ្វើឲ្យខ្ញុំខឹងដែលឯងរឹងរូសនៅចំពោះមុខកូនពៅរបស់គ្រួសារយើងបុរសចំណាស់អង់ដ្រេនោះកំពុងស្រែកខ្លាំងតួឯងមិនដឹងថាវាជានរណាទេគាត់សួរថាតើនេះជាអ្វីមូរកាន់និយាយថាខ្ញុំក៏មិនដឹងដែរខេអេកស៊ីផច្បាប់ជីបានបង្កើតក្របបាល់នៃប្រភពដើមនេះដោយចាប់ជំរិតមនុស្សដែលបានធ្វើកិច្ចសន្យាជាមួយព្រះវាគឺជាអាវុធដែលបង្កើតឡើងដោយព្រះដើម្បីគ្រប់គ្រងអ្នកដទៃប៉ុន្តែសំណាងល្អពួកគេបានបង្កើតតែក្របបាល់នៃប្រភពដើមកំណែអន់មើលប៉ុណ្ណោះប៉ុន្តែវានៅតែគ្រោះថ្នាក់នោះហើយជាមូលហេតុដែលយើងកំពុងចុះពីទីនេះតួឯងនិយាយថាយើងមិនអាចទៅបានទេបងស្រីខ្ញុំកំពុងប្រយុទ្ធនៅទីនោះតើខ្ញុំអាចទុកនាងក្នុងស្ថានភាពគ្រោះថ្នាក់បែបនេះដល់របៀបណាមូរកាន់ឆ្លើយថាទេបងស្រីឯងនឹងថែរក្សាខ្លួនឯងឥឡូវនេះយើងគ្រាន់តែជាឧបសគ្គដល់នាងប៉ុណ្ណោះដូច្នេះតោះទៅ
ទូឯកថាខ្ញុំបានធ្វើកិច្ចសន្យាជាមួយសូលដេរ៉ាតហើយបន្ទាប់ពីស្លាប់ហើយមកដល់ជីវិតនេះខ្ញុំបានជួបមូរ៉ាកាន់ខ្ញុំមានសំណាងច្រើននិងសមត្ថភាពច្រើនប៉ុន្តែសូមមើលខ្ញុំឥឡូវនេះខ្ញុំត្រូវរត់គេចដោយមិនអាចប្រយុទ្ធបានត្រឹមត្រូវផងវាដូចទៅនឹងជីវិតមុនរបស់ខ្ញុំដែររឿងនេះមិនគួរកាត់ឡើងម្ដងទៀតទេខ្ញុំមិនគួរគ្មានទីពឹងទៀតទេខ្ញុំត្រូវតែក្លាយជាមនុស្សខ្លាំងមូរ៉ាកាន់លើកគាត់ហើយគិតថាខ្ញុំដឹងថាគាត់មិនមានគោលដៅទេប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយគាត់កំពុងបញ្ចេញស្មារតីប្រយុទ្ធរបស់គាត់ធ្វើឲ្យខ្ញុំមានមោទនភាពណាស់ស្មារតីប្រយុទ្ធនេះគឺគ្រប់គ្រាន់ហើយកុំបណ្ដោយឲ្យភ្លើងដែលឆេះនៅខាងក្នុងឯងនេះរលត់ឡាយដរាបណាឯងរក្សាវាឯងអាចក្លាយជាអ្នកខ្លាំងបំផុតរហូតដល់ពេលនោះខ្ញុំមូរ៉ាកាន់នឹងការពារឯងកិច្ចសន្យារបស់ខ្ញុំនៅទីនេះលូណានិយាយថាតើឯងគិតថាឯងអាចកំចាត់ខ្ញុំបានដោយសារតែទម្រង់របស់ឯងផ្លាស់ប្ដូរបន្តិចបន្តួចទេខ្ញុំគិតថាភាពឈ្គួតលីឡារបស់ឯងគ្មានដែនកំណត់ទេវាគួរឲ្យអាណិតណាស់ដែលមើលអង់ដ្រេក្លាន់នោះក្រានតាចង្អុលម្រាមដៃទៅមុខហើយការវាប្រហារដ៏ធំមួយដែលមានថាមពលខ្លាំងបានចេញពីម្រាមដៃតែមួយនោះវាបានកាត់ទឹកនៅទីនោះហើយហួសកោះទៅប៉ុន្តែលូណាទប់ស្កាត់វាដោយដាវរបស់នាងបន្ទាប់មកអង់ដ្រេក្លាន់និយាយថាឥឡូវនេះថាមពលរបស់ព្រះគឺជារបស់ខ្ញុំលូណារុនខេនដលតើឯងមានអ្វីឯងគ្មានអ្វីក្រៅពីដាវធំនោះទេទទួលយកការបរាជ័យរបស់ឯងហើយចុះចាញ់ខ្ញុំទៅសូម្បីតែឪពុករបស់ឯងក៏មិនអាចតទល់នឹងខ្ញុំដែរប្រសិនបើគាត់នៅទីនេះឥឡូវនេះលូណាឆ្លើយថាសម្រាប់អ្នកប្រើដាវដូចយើងដាវមួយគឺគ្រប់គ្រាន់ហើយទោះបីជាឯងប្រឈមមុខនឹងខ្ញុំដោយវេទមន្តទាំងអស់ដែលឯងបានរៀនក្នុងជីវិតទាំងមូលរបស់ឯងក៏ដោយឯងនឹងបានឃើញត្រឹមតែពាក់កណ្ដាលនៃកម្លាំងដែលខ្ញុំបានប្រមូលផ្ដុំប៉ុណ្ណោះប៉ុន្តែដែលក្តីអាណិតចំពោះឯងខ្ញុំនឹងបង្ហាញឯងនៅអ្វីដែលឯងមិនអាចសម្រេចបានមិនថាឯងព្យាយាមខ្លាំងប៉ុណ្ណានៅក្នុងជីវិតនេះទេនេះគឺជាអ្វីដែលអ្នកដែលបានក្លាយជាមនុស្សខ្លាំងដោយប្រើតែដាវមើលទៅពេលដែលនាងនិយាយដូច្នេះអូរ៉ាលើដាវរបស់នាងបានប្រែទៅជាពណ៌ក្រហមឆ្អិនឆ្អៅមែនទេគាត់ឃើញដូច្នេះហើយគិតថាអូរ៉ាក្រហមឆ្អិនឆ្អៅខ្ញុំមិនដែលឃើញរឿងនេះលើអ្នកប្រើដាវណាម្នាក់ដែលខ្ញុំបានប្រឈមមុខមកទល់ពេលនេះទេមិនអីទេនោះមិនមែនជាបញ្ហាឥឡូវនេះទេខ្ញុំនៅចិត្តធម្មពលរបស់ព្រះហើយគាត់គិតថាមិនអីទេមកវាប្រហែលខ្ញុំមកឯងគឺជាមនុស្សល្ងងឯងនៅតែមិនបោះបង់ចោលសូម្បីតែបន្ទាប់ពីខិនកម្លាំងប៉ុណ្ណឹងខ្ញុំនឹងធ្វើឲ្យឯងយល់ថាតើវាមានន័យយ៉ាងណាក្នុងការចុះខ្សោយពេលដែលគាត់និយាយដូច្នេះលូណាក៏មកវាប្រហារហើយកាត់គាត់យ៉ាងលឿនឈ្មោះនៃការវាប្រហារដែលនាងប្រើគឺដាវផ្លូវចិត្តប្រច័នឈាមជំពូកនេះបញ្ចប់នៅទីនេះប្រសិនបើអ្នកចូលចិត្តវីដេអូនេះសូមចុច like share និង subscribe ខ្ញុំនឹងជួបអ្នកនៅក្នុងវីដេអូបន្ទាប់